បាទជំរាបសួរលោកគ្រូនេះគឺជាវីដេអូ part 2 របស់ខ្ញុំដោយសារតែកម្មវិធី record របស់ខ្ញុំមានបញ្ហាតិចតួចអញ្ចឹងហើយទាមទារឲ្យខ្ញុំបែងចែកនៅវីដេអូនេះជាពីរសូមលោកគ្រូអធិស្ឋានផងអញ្ចឹងការពី part 1 ហ្នឹងគឺខ្ញុំបាន start running នៅ Docker រួចហើយតទៅពី start running រួចហើយខ្ញុំសូមបើកកាន់តែ browser មកខ្ញុំវាយពាក្យថា localhost ហើយនឹង port 99គឺមានថាជា port ដែលយើងបាន configuration setup ហ្នឹងតទៅខ្ញុំវាយប៉ុណ្ណឹងហើយខ្ញុំចុច enter តទៅ enter មកគឺខ្លឹកវាទាមទារឲ្យយើង log in នៅ username password ដែលយើងបាន set មកហ្នឹងអញ្ចឹងខ្ញុំសូមដាក់ username I start នេះគឺវាសាច់ចេះមកដោយសារខ្ញុំធ្លាប់ set វាហើយដាក់ password QWER មកហើយខ្ញុំចុច sign in ពេលនោះវានឹងនាំយើងទៅកាន់ផ្ទាំងថ្មីមួយទៀតគឺ desktop ទាំង dashboard របស់ key clock អញ្ចឹងនៅក្នុង requirement ដល់ពេលចូលទៅដល់ក្នុងហ្នឹងហើយត្រូវ create new admin user មួយដាក់ឈ្មោះថាadmin user អញ្ចឹងខ្ញុំសូមមក switch មកកាន់ dashboard ខ្ញុំចូលមកកាន់ user ហើយខ្ញុំចុច create user ហើយបន្តមកទៀតខ្ញុំសូមដាក់ admin ដាក់ user នេះឈ្មោះថា admin user user តទៅដាក់ admin user ហើយខ្ញុំសូមចុច create user នេះមួយតមកខ្ញុំសូមចូលមកកាន់ credential ដើម្បី set password ឲ្យ admin user មួយហ្នឹងអញ្ចឹង password admin user មួយហ្នឹងគឺ password add 123អញ្ចឹងខ្ញុំសូមសរសេរ password add 123 password វែង PASWORD ខ្ញុំសូម verify តិចសិនបាទឃើញថាត្រូវតាមលក្ខខណ្ឌហើយសូម verify មួយទៀតឃើញថាត្រូវគ្នាហើយអញ្ចឹងខ្ញុំសូម save password បន្ទាប់ពី save password ហើយខ្ញុំទៅមើល requirement សិនគឺត្រូវ assign រៀម role admin អញ្ចឹងក្នុងនេះខ្ញុំចូលមកកាន់ role roaming ហ្នឹងគឺនៅខាងក្នុងនេះគឺមាន client roam ហើយនឹងroam role នឹងឯងអញ្ចឹងកន្លែងនេះខ្ញុំសូមចូលទៅកន្លែង manage រៀមមកហើយបន្តមកទៀតខ្ញុំសូមបង្កើតរៀមមួយដែលឈ្មោះថា admin ខ្ញុំ create admin គឺឃើញថា admin success មួយហើយបន្តមកទៀតនៅក្នុង requirement ទី4ហ្នឹងបាទចូលមកដល់ទី4គឺតម្រូវឲ្យខ្ញុំ create នៅ new រៀមមួយទៀតអញ្ចឹងរៀម name មួយនេះគឺ set ថា e-commerce បង្កើតឈ្មោះថា e-commerce ខ្ញុំចូលមកកាន់ manage រៀមតាណាមកហើយខ្ញុំរៀមមួយទៀតខ្ញុំដាក់ឈ្មោះថា e-commerce មកខ្ញុំចុច create e-commerce ហើយបន្តមកទៀតខ្ញុំចុចលើ e-commerce នេះចឹងខ្ញុំសូម switch មកកាន់ e-commerce ក្នុង e-commerce នេះដែរគឺតម្រូវឲ្យខ្ញុំបង្កើតនៅ user មួយដែលមានឈ្មោះថា Dara user ហើយ password ដូចគ្នាអញ្ចឹងខ្ញុំសូមចូលមកកាន់នេះដោយសារតែខ្ញុំឈរលើចូលក្នុង manage រៀមនេះហើយខ្ញុំយករៀម e-commerce ហើយខ្ញុំចូលមកកាន់ user ខ្ញុំចុច create user មួយទៀតហើយខ្ញុំដាក់ឈ្មោះថា Dara user email ខ្ញុំដាក់ថា Dara
user at gmail.com ហើយ first name របស់គាត់តារា first name របស់គាត់តារាហើយ last name ចាន់អញ្ចឹងបន្ទាប់ពីខ្ញុំចុចបែបហ្នឹងហើយខ្ញុំសូមចុច create បន្តមកទៀតសម្រាប់ password user ហ្នឹងគឺដាក់ password add មួយដូចគ្នាចូលកន្លែង install នេះហើយចុច set password ខ្ញុំសូមពេញ password តាម requirement បាទខ្ញុំសូម verify មើលសិនតើវាត្រូវនៅបាទឃើញថាវាត្រូវហើយអញ្ចឹងខ្ញុំសូមចុច save មកខ្ញុំ save password បន្ទាប់ពី save password ហើយគឺ requirement នេះគឺតម្រូវឲ្យខ្ញុំ login នៅចូលមួយហ្នឹងអញ្ចឹងកន្លែងហ្នឹងសូមចូលមកកាន់ dashboard វិញហើយខ្ញុំចុច sign out បន្ទាប់ពី sign out ហើយខ្ញុំសូមដូរ URL ពី master នេះមកកាន់ e-commerce វិញដោយសារតែវាជា user ដែលបង្កើតចេញពី e-commerce ហើយនៅកន្លែង product នេះខ្ញុំសូមលុប URL នេះដូរដាក់ថា account វិញលុបមកដាក់នឹងចោលហើយខ្ញុំវាយពាក្យថា account ហើយខ្ញុំចុច enter ពេលនោះវានឹងឲ្យខ្ញុំមក sign in ជា user តារា user password add 1 2 3ហើយខ្ញុំចុច sign in sign in នៅកន្លែងនេះគឺវាតម្រូវឲ្យខ្ញុំchange you need to change your password to active your account ចឹងនេះវាឲ្យខ្ញុំមក update នៅ password របស់ខ្ញុំអញ្ចឹងកំបាញ់មិញហ្នឹងខ្ញុំមាន password នេះឥឡូវខ្ញុំសូម save password update password ថ្មីចុះសារនេះខ្ញុំដាក់5ទៅចុះ 1 2 3 4 5ចឹងខ្ញុំសូម verify មើលសិនថាវាត្រូវនៅបាទអញ្ចឹងឃើញថាវាត្រូវអស់ហើយខ្ញុំសូមចុច submit ទៅនៅពេលនោះនឹងយើងនឹងឃើញមាននៅ user មួយឈ្មោះថាតារាច័ន្ទដែលតារាច័ន្ទមួយហ្នឹងគឺគាត់ជា user មួយនៅក្នុង real name e-commerce ហ្នឹងហើយចឹងនេះគឺជាដំណើរការទាំងអស់នៃ requirement មួយហ្នឹងវីដេអូមួយនេះដល់ថ្ងៃនេះគឺចប់តែប៉ុណ្ណឹងបើសិនជាមានកំហុសឆ្គងត្រង់ណាសូមគ្រូអធិស្ឋានផងអរគុណជំរាបលាលោកគ្រូ